ก็ออกคนអ្នកសារព័ត៌មានជាតិអន្តរជាតិដែលបានអញ្ជើញចូលរួមសន្និសីទសារព័ត៌មានថ្ងៃនេះដែលរៀបចំឡើងដោយគណៈបកកម្លាំងជាតិតាក់ទងទៅនឹងដីកាសាលាដំបងរាជធានីភ្នំពេញដែលបានបង្គាប់ឲ្យខ្ញុំរងឈុនដល់សំណងប្រមាណ400លានរៀលស្មើនឹង100000សម្រាប់គ្នា3នាក់ចឹងថ្ងៃអសាននិវាសថ្ងៃដែលខ្ញុំទទួលលិខិតជូនដំណឹងនៅថ្ងៃ11កុម្ភៈចឹងនៅក្នុងលិខិតជូនដំណឹងនោះបានបញ្ជាក់ទុករយៈពេល30ថ្ងៃឬ1ខែឲ្យយកថវិកា400លានរៀលទៅបង់ជូនតឡាការដើម្បីជួសជុលគេថាការខូចខាតនៅជូនដល់គណៈកម្មការចម្រុះព្រំដែនមុននឹងឈានទៅដល់វិធានបទនេះខ្ញុំនឹងជម្រាបសាវតានៃរឿងចឹងក៏យកឱកាសនេះជាបឋមក៏សូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងនៅក្នុងស្រុកក្រៅស្រុកគណៈដឹកនាំគណៈបកសមាជិកសមាជិកាអ្នកគាំទ្រគណៈបកទាំងអស់ក៏ដូចជាព្រះសង្ឃដែលបានចូលរួមជួយនៅថវិកាតិចក្តីច្រើនក្តីជាទឹកចិត្តរបស់បងប្អូនជនរួមជាតិទាំងអស់គ្នាដែលស្រឡាញ់យុត្តិធម៌ទី2ក៏សូមអរគុណដល់គណៈបកកម្លាំងជាតិដែលបានប្រកបប្រកាសចេញអំពាវនាវសូមឲ្យអ្នកគាំទ្រគណៈបកសមាជិកសមាជិកាក៏ដូចជាអ្នកស្រឡាញ់ប្រជាធិបតេយ្យចូលរួមម្នាក់បន្តិចដើម្បីជួយដល់រូបខ្ញុំតាក់ទងទៅនឹងបញ្ហានេះខ្ញុំចង់ជម្រាបអំពីសាវតាថាហេតុអីបានជារឿងឈានទៅដល់ការទារសំណង400លានស្មើនឹង$10,000សម្រាប់គ្នា3នាក់បើយើងមើលសាវតានៃរឿងបើខ្ញុំមិនភ្លេចទេនៅក្នុងកំឡុងប្រមាណដូចជាថ្ងៃ15-16ខែកក្កដាឆ្នាំ2020ពេលនោះខ្ញុំបានចុះទៅជួបជាមួយប្រជាពលរដ្ឋនៅឃុំត្រពាំងថ្លុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំដែលគាត់មានបញ្ហាដីធ្លីមានថាបាត់បង់ដីធ្លីដោយសារតែមានការបោះបង្គោលហើយត្រូវធ្វើឲ្យប៉ះពាល់ដីអាស្រ័យផលពេលនោះបាទពេលហ្នឹងយើងបានទៅជួបពួកគាត់នៅផ្ទះបងប្អូនប្រជាពលរដ្ឋគាត់បានរាយរាប់ជម្រាបអំពីបញ្ហាដែលកើតឡើងហើយគាត់ទាមទារចង់បានដីយកមកអាស្រ័យផលឡើងវិញព្រោះគាត់រស់ដោយសារតែដីចំការដីកសិកម្មទាំងអស់នោះហើយនៅពេលហ្នឹងក៏ខ្ញុំបានជួបប្រជែកជាមួយពួកគាត់ហើយក៏ស្ដាប់នៅការរាយរាប់ការបរិយាយរបស់បងប្អូនប្រជាពលរដ្ឋហើយក៏ខ្ញុំបានទៅជាមួយគាត់បានដឹកម៉ូតូខ្ញុំបងប្អូនបានឃើញហើយនៅក្នុងឯកសារពេលនោះបានទៅជួបគាត់ចង្អុលបង្ហាញនៅលើភូមិសាស្ត្រនោះបាទបើយើងពិនិត្យមើលបន្ទាប់ពីខ្ញុំត្រឡប់មកវិញដូចជាក្នុងថ្ងៃ19ឬ20ថ្ងៃទី20កក្កដា2020ហ្នឹងខ្ញុំបានចេញសេចក្តីថ្លែងការណ៍សរុបនៅអ្វីដែលយើងបានរកឃើញហើយក៏សូម
ឲ្យរដ្ឋាភិបាលកម្ពុជាជួយផ្ដល់ដំណោះស្រាយឲ្យគាត់ឲ្យពួកបងប្អូនប្រជាពលរដ្ឋរស់នៅទីនោះប៉ុន្តែអ្វីដែលយើងភ្ញាក់ផ្អើលនៅយប់ថ្ងៃ31កក្កដាបាទ2020វេលាម៉ោង9កន្លះយប់ស្រាប់តែមានកម្លាំងសមត្ថកិច្ចដែលមកឡោមព័ទ្ធផ្ទះរបស់ខ្ញុំហើយក៏បានស្រែកពេលនោះមានមនុស្សច្រើនណាស់បាទមានកម្លាំងច្រើនណាស់ប្រហែលជា50-60នាក់អាចឈានទៅដល់100មានឯកសណ្ឋានមានស៊ីវិលសំបីតែខ្ញុំសុំថារងចាំបន្តិចត្រូវកាត់ដូរសម្លៀកបំពាក់ពេលហ្នឹងខ្ញុំយើងដឹងឲ្យម៉ោង9កន្លះហើយពេលហ្នឹងត្រូវការសម្រាប់ឲ្យបាទពេលហ្នឹងគ្រាន់តែដូរអាវមិនសឹងតន់ផងបាទក៏មកប្រភិតប្រភីងហើយពេលហ្នឹងក៏ខ្ញុំបានសួររកដេកាសួររកអីក៏ពុំមានអានអីឲ្យខ្ញុំបាទថាដោយសារការចាត់ប្រកាន់រឿងគេថារឿងញុះញង់បង្កឲ្យប៉ះពាល់សន្តិភាពសន្តិសុខសង្គមអីសពបែបយ៉ាងហើយការប្រព្រឹត្តជាក់ស្ដែងបានអត់មានដេកាអីចឹងឥឡូវយើងគ្រាន់តែធ្វើពិចារណាតាំងពីថ្ងៃចេញសេចក្តីថ្លែងការណ៍ថ្ងៃ20រហូតដល់ថ្ងៃ31វាកំឡុងវា10ថ្ងៃហើយបាទហើយបានមកថាជាបទញុះញង់បទញុះញង់ពេលហ្នឹងយើងមានការសោកស្ដាយបាទគ្រាន់តែយើងចុះទៅជួបប្រជាប្រដ្ឋតាក់ទងរឿងបញ្ហាដីធ្លីដល់ចោតប្រកាន់ដែលថាញុះញង់បង្កឲ្យប៉ះពាល់ដល់សន្តិសុខសង្គមតាមការពិតទៅនៅពេលដែលយើងចុះទៅក៏ដូចជាការចេញសេចក្តីថ្លែងការណ៍អត់មានអ្វីដែលកើតឡើងទេបាទហើយអ្វីដែលអាជ្ញាធរចោតប្រកាន់ក៏គ្មានចេតនកម្មណាអះអាងហើយក៏គ្មានអ្វីដែលកើតឡើងដោយតាមការចោតប្រកាន់ធ្វើឲ្យចលាចលធ្វើឲ្យអសន្តិសុខឬអស្ថិរភាពសង្គមមានតែការចាប់ខ្លួនខ្ញុំទេនៅពេលដែលខាត់ខ្លួនខ្ញុំយកហ្នឹងព្រឹកស្អែកឡើងបន្តជាប់គ្នារហូតដែលមានចរន្តយុវជនកម្មករប្រជាពលរដ្ឋបាទរាប់រយនាក់ចេញតវ៉ាឲ្យមានការដោះលែងខ្ញុំឲ្យមានសេរីភាពឡើងវិញដោយសារពួកគាត់មើលឃើញថាការដែលទៅជួយប្រជាពលរដ្ឋទុនខ្សោយការដែលដើរទៅតាមបន្ទាត់ព្រំដែនវាជារឿងសំខាន់ណាស់បាទវាជារឿងសំខាន់ហើយมันមានកំហុសឆ្គងអីណានោះទេបាទគួរតែត្រូវបានលើកទឹកចិត្តពីសំណាក់អ្នកដឹកនាំតែផ្ទុយទៅវិញបែរជាត្រូវនាំខ្លួនពេលហ្នឹងដែលធ្វើឲ្យប្រជាពលរដ្ឋបាទមិនសប្បាយចិត្តមានចរន្តចេញតវ៉ាបាទចេញតវ៉ាអាហ្នឹងគ្រាន់តែខ្ញុំលើកឡើងអំពីសាវតាបន្ទាប់មកក៏យកខ្ញុំទៅឃុំហើយប្រហែលខែក្រោយមកដូចជា5ខែក្រោយមកក៏សាលាដំបងរាជធានីភ្នំពេញត្រូវបើកសាវនាការនៅក្នុងដើមឆ្នាំ2021បើកសាវនាការក៏ត្រូវបានកាត់ឲ្យខ្ញុំជាប់ឃុំមានទោស2ឆ្នាំតាមការពិតទោសញុះញង់ពោះបំផុត2ឆ្នាំក្នុងក្រមព្រហ្មទណ្ឌដូចជាមាត្រា944 945បាទខ្ញុំមិនភ្លេចទេហើយពេលហ្នឹងក៏ត្រូវមានភ្ជាប់ទៅនឹងសំណងផងដែរនៅពេលហ្នឹងក៏បានពិន័យប្រាក់ពិន័យ2លានប្រាក់ពិន័យ2លាន
ហើយក៏ប្រាក់សំណងសម្រាប់ជួសជុលការខូចខាតដល់គណៈកម្មការព្រំដែនគណៈកម្មការចម្រុះព្រំដែនកម្ពុជាប្រមាណជាដូចកាលនឹងដូចជា500លាននេះបើខ្ញុំមិនភ្លេចទេដែរបន្តមកនៅដូចជាក្នុងខែ11បាទក្នុងដើមខែ11ក៏ត្រូវបានស្លាកអុតធរពេលហ្នឹងខ្ញុំត្រូវប្តឹងផ្ទាស់ស្លាកអុតធរបាទនៅពេលហ្នឹងស្លាកអុតធរក៏បាននៅពេលសាវនាការហើយប្រកាសនៅថ្ងៃ12វិច្ឆិកា2021ក៏ត្រូវបានកាត់តម្រឹមបាទកាត់តម្រឹមឲ្យខ្ញុំអនុវត្តនៅក្នុងពន្ធនាគារ15ខែបាទ15ខែ11ថ្ងៃហើយប្រាក់ពិន័យ15ខែ11ថ្ងៃនៅសល់ប្រមាណព្យួរហើយនឹងដាក់វិធានតុលាការ3ឆ្នាំបាទមានន័យថាវិធានតុលាការត្រូវមិនហាមមិនឲ្យចេញក្រៅប្រទេសបើចង់ចេញដល់តែមានការអនុញ្ញាតពីតុលាការការផ្លាស់ប្ដូរទីលំនៅត្រូវជូនដំណឹងហើយត្រូវសហការជាមួយតុលាការសពបែបយ៉ាងមានដូចជា5ចំណុចហើយនៅក្នុងការប្រកាសលទ្ធផលពេលហ្នឹងក៏ត្រូវបានប្រាក់ពិន័យ2លាននៅដដែលហើយប្រាក់សំណងហ្នឹងក៏មានចំនួន400លានរៀលស្មើនឹង$10,000ហ្នឹងបាទចឹងហើយបានតុលាការជូនដំណឹងនៅថ្ងៃដែលខ្ញុំទទួលបានថ្ងៃ11កុម្ភៈ2025នេះបាទដែលយកមកឲ្យខ្ញុំត្រូវតែសងក្នុងរយៈពេល1ខែមានន័យថា30ថ្ងៃនឹងធ្វើម៉េចត្រូវដល់សំណងទៅដល់តុលាការតាមការបង្គាប់យើងដឹងហើយថាករណីព្រំដែនករណីបញ្ហាប្រជាប្រដ្ឋបើយើងនិយាយអំពីបញ្ហាព្រំដែនវាជាបញ្ហាសំខាន់ណាស់បាទបញ្ហាសំខាន់ណាស់បញ្ហាព្រំដែនសំខាន់ជាងជីវិតមនុស្សទៀតបាទពីព្រោះមនុស្សស្លាប់ទៅដូចខ្ញុំស្លាប់ទៅមានន័យថាយុវជនជំនាន់ក្រោយបន្តបង្កើតកូនខ្មែរបន្តទៀតប៉ុន្តែទឹកដីបើបាត់ហើយគឺมันអាចទទួលបានត្រឡប់មកវិញទេចឹងហើយបានតែងតែខ្ញុំទៀមទាហើយក៏ជាលក្ខណៈដើរតួជាគំរូដល់យុវជនជំនាន់ក្រោយក៏ដូចជាប្រដ្ឋឲ្យផ្ដោតអារម្មណ៍ទៅលើបញ្ហាបូរណភាពទឹកដីបាទហេតុអីបានជាខ្ញុំលើកឡើងបែបនេះឥឡូវយើងឧទាហរណ៍ដូចជាបងប្អូនអ៊ីស្លាមរបស់យើងបាទនៅពេលដែលគាត់បាត់ប្រទេសបាត់បង់ទឹកដីតែពូជណាពូជសាសអ៊ីស្លាមអត់បាត់ទេមិនចឹងហ៎ប៉ុន្តែទឹកដីត្រូវបានបាត់ពេលហ្នឹងយើងមិនអាចត្រឡប់យើងមិនអាចយកមកវិញបានទេចឹងហើយបានចង់ឲ្យចាប់អារម្មណ៍បានជាខ្ញុំពោលពាក្យថាទឹកដីសំខាន់ជាងអាយុជីវិតរបស់យើងទៀតអាយុជីវិតយើងស្លាប់ទៅមានមនុស្សចំនួនបន្តបន្ទាប់នឹងបង្កើតកូនខ្មែរបន្តបន្ទាប់ប៉ុន្តែទឹកដីតែបាត់ហើយគឺបាត់ហើយដូចជាប្រទេសចម្ប៉ាអញ្ចឹងបាទតែបាត់ហើយគឺបាត់ហើយប៉ុន្តែពូជចម្ប៉ាអត់បាត់បង់ទេអាហ្នឹងបានតែខ្ញុំតែងតែយកចិត្តទុកដាក់ទៅលើបញ្ហាព្រំដែនជាប់ពន្ធនាគារម្ដងហើយម្ដងទៀតបាទតាំងពី2005មកដល់2020ចឹងបើយើងគិតពីរឿងបញ្ហាហ្នឹងជាប់2ដង3ដងហើយបាទ2ដងហើយចឹងបានថាឲ្យយើងចាប់អារម្មណ៍ប៉ុន្តែអ្វីដែលយើងសប្បាយចិត្ត
កាលពីសម័យដែលខ្ញុំដោតយកការយកចិត្តទុកដាក់ទៅលើបញ្ហាព្រំដែនកន្លងទៅបាទតាំងពីនៅទសវត្សរ៍90មកទសវត្សរ៍2000ដែលមានលោកជាមនីកាលនៅលោកជាវិជាកាលពីគាត់នៅមានជីវិតលោកម៉ែនណាតលោកអ៊ុំសំអានលោកប៉ាងសឹកខឿនសម័យហ្នឹងមានមិនសូវមានការយកចិត្តទុកដាក់មិនសូវចាប់អារម្មណ៍រឿងបញ្ហាព្រំដែនទេហើយមានលោកអាស៊ានបេងសែដែលយើងតែងតែសហការធ្វើការយកចិត្តទុកដាក់ទៅលើបញ្ហាបូរណភាពទឹកដីប៉ុន្តែអ្វីដែលយើងខិតខំប្រឹងប្រែងយើងគិតថាมันអត់ប្រយោជន៍ទេបាទមកដល់ពេលបច្ចុប្បន្ននេះយើងឃើញថាកូនខ្មែរយើងចាប់អារម្មណ៍បញ្ហាបូរណភាពទឹកដីបាទបញ្ហាបូរណភាពទឹកដីខ្លាំងមែនតើទោះបីនៅក្នុងស្រុកណាយុវជនណាគាត់មាននៅក្នុងបេះដូងប៉ុន្តែមិនហ៊ានធ្វើសកម្មភាពសម្ដែងអារម្មណ៍តែយើងមើលកូនខ្មែរនៅកូរ៉េនៅជប៉ុនហើយខ្មែរនៅលើពិភពលោកដែលផ្ដោតការយកចិត្តទុកដាក់ពីបញ្ហាទឹកដីបញ្ហាព្រំដែនបញ្ហាកោះអីសពបែបយ៉ាងអ្វីដែលពួកយើងបានធ្វើកន្លងមកក៏ជាការដាស់ជាការអប់រំសម្រាប់មនុស្សជំនាន់បន្តផងដែរអានេះគ្រាន់តែខ្ញុំចង់បញ្ជាក់អ្វីដែលយើងធ្វើកន្លងមកហើយអំពីជំហររបស់យើងគ្រាន់តែជាការចូលរួមជួយប្រទេសកម្ពុជាជួយពលរដ្ឋខ្មែរតែប៉ុណ្ណឹងគ្មានបំណងអ្វីផ្សេងពីនឹងទេការប្រកួតប្រជែងដូចខ្ញុំឥឡូវនេះខ្ញុំមកចូលរួមក្នុងសកម្មភាពនយោបាយបំណងតែមួយគត់គឺការប្រកួតប្រជែងយកអំណាចតាមរយៈការបោះឆ្នោតតែប៉ុណ្្នឹងឯងបាទយើងប៉ុន្តែការបោះឆ្នោតហ្នឹងដល់តែមានការបោះឆ្នោតមួយប្រកបទៅដោយសេរីត្រឹមត្រូវផងដែរបើសិនជាការបោះឆ្នោតមួយណាដល់គេថាមិនសេរីមិនយុត្តិធម៌ពេលហ្នឹងលទ្ធផលនៃការបោះឆ្នោតហ្នឹងក៏មិនមានន័យខ្លឹមសារអ្វីដែរឥឡូវប្រហែលជាបងប្អូនក៏ដូចជាជនរួមជាតិដែលកំពុងតែមើលតាមរយៈការ live ខ្លះនឹងចង់ដឹងថាតើចំពោះខ្ញុំមកដល់ពេលនេះថាតាក់ទងទៅនឹងការផ្ដោតសំណងនេះបែបម៉េចបាទចំហរបស់ខ្ញុំមកដល់ពេលនេះដែលយើងតាក់ទងរឿងការផ្ដោតសំណងមានមតិខ្លះបាទមានមតិតិចតួចក៏បានផ្ដល់មកថាបើយើងផ្ដល់ហាក់បីដូចជាយើងទទួលស្គាល់ការពិតហើយដែលធ្វើឲ្យមានរឿងបន្តទៅទៀតតែមតិមួយចំនួនទៀតភាគច្រើនដែលថាយកបងដើម្បីធ្វើម៉េចចង់រក្សាវត្តមានឬមួយចង់ឃើញខ្ញុំជួយកិច្ចការងារសង្គមក៏ដូចជានយោបាយបន្តទៀតហើយនឹងមានការប្រឹក្សាយោបល់ជាច្រើនបាទជាពិសេសគណៈបកគណៈដឹកនាំគណៈបកកម្លាំងជាតិប៉ុន្តែមកដល់ពេលនេះថ្នាក់ដឹកនាំគណៈបកកម្លាំងជាតិក៏ដូចជាចាស់ទុំបាទបានផ្ដល់សិទ្ធិឲ្យខ្ញុំធ្វើការសម្រេចចិត្តបងឬមិនបងបាទអានឹងទៅលើការសម្រេចចិត្តរបស់ខ្ញុំប៉ុន្តែចង់ជម្រាបអស់លោកស្រីថាជំហររបស់ខ្ញុំពីដើមមកយ៉ាងម៉េចគឺជំហរអត់មានការផ្លាស់ប្ដូរហើយក៏មិនមានការប្រែប្រួលដោយជំហរខ្ញុំនៅតែប្រកាន់ជំហរម៉ឺងម៉ាត់តម្កល់ផលប្រយោជន៍ពលរដ្ឋខ្មែរនិងផលប្រយោជន៍ជាតិខ្មែរជាធំដូច្នេះការសម្រេចចិត្តរបស់ខ្ញុំតាមរយៈការតម្កល់ផលប្រយោជន៍ជំហរខ្ញុំនៅដដែលប៉ុន្តែខ្ញុំអាចផ្លាស់ប្ដូរ
យុទ្ធសាស្ត្រខ្លះបាទផ្លាស់ប្ដូរយុទ្ធសាស្ត្រខ្លះដូចមានចាស់ទុំបានឲ្យដំបូលមាននៅរងឈុនយើងធ្វើការជាក្រុមបាទធ្វើការជាក្រុមចឹងកន្លែងខ្លះយើងត្រូវតែយកមតិក្រុមដែរដូច្នេះខ្ញុំទោះបីគណៈបកថ្នាក់ដឹកនាំគណៈបកកម្លាំងជាតិផ្ដល់សិទ្ធិឲ្យខ្ញុំក៏ដោយប៉ុន្តែអ្វីដែលគាត់ផ្ដល់អនុសាសន៍ក៏ដូចជាមតិចាស់ទុំយើងនឹងគោរពបាទអញ្ចឹងគាត់មើលឃើញថាគួរតែយើងជ្រើសរើសយកជំរើសមួយបើយើងដើម្បីបន្តការងារជាយុទ្ធសាស្ត្រជាតាក់ទិករបស់គណៈបកចឹងមានតែការបង់បាក់បង់ទៅតាមលទ្ធភាពដែលយើងទទួលបានថវិកាពីបងប្អូនជនរួមជាតិដែលគាត់ចូលរួមតិចក្តីច្រើនក្តីបាទដូច្នេះនៅថ្ងៃនេះខ្ញុំសូមធ្វើការសម្រេចជ្រើសរើសទៅតាមមតិចាស់ទុំក៏ដូចជាអនុសាសន៍របស់គណៈបកដែលបានផ្ដល់ថាយើងត្រូវតែបង់ទៅលោកគ្រូតែយើងបង់តាមលទ្ធភាពដែលយើងរកបានហើយគណៈបកនឹងខិតខំអំពាវនាវស្វះស្វែងរកជួយដើម្បីបង់ជូនតុលាការហើយក៏ជាការបង្ហាញថាយើងបានថាគោរពនៅអ្វីដែលច្បាប់កម្ពុជាមិនមែនមានន័យថាដោយការកាត់ទោសកន្លងមកឲ្យខ្ញុំជាប់ឃុំ15ខែ11ថ្ងៃក្តីវាជារឿងមួយអយុត្តិធម៌សម្រាប់ខ្ញុំមិនអាចទទួលយកបានទេបាទហើយថែមទាំងបង្គាប់ឲ្យផ្ដោះសំណងអីយើងមើលថាតើខ្ញុំបានហើយពាក្យថាជួសជុលការខូចខាតថាតើមានការខូចខាតអីគ្រាន់តែខ្ញុំជិះម៉ូតូលើដីក្រហមហើយមិនបានទៅទោះបីទៅស្ទាបបកគលក៏មិនខូចខាតអីដែរតែរឿងអីដែលទៀមទាដល់ថ្នាក់ប៉ុណ្ណឹងយើងដឹងហើយលុយ100000សម្រាប់3នាក់សម្បើមណាស់ចំពោះពួកខ្ញុំ$10,000សម្រាប់3នាក់សម្បើមណាស់ចំពោះពួកខ្ញុំយើងគ្មានចំណូលគ្មានមុខរបរពីព្រោះធ្វើកិច្ចការងារសង្គមរហូតមកដូច្នេះយើងអត់មានលទ្ធភាពបងទេអញ្ចឹងសូមបញ្ជាក់ម្ដងទៀតថាចំពោះរបស់ខ្ញុំយើងបង់តាមលទ្ធភាពដែលយើងមានដោយអស់លោកស្រីដែលបានឃើញกระดาษលិខិតរបស់មេធាវីខ្ញុំហើយយើងបង់បណ្ដើស្នើសុំទៅលោកចៅក្រមបាទដាក់ពាក្យទៅប្រធានតុលាការបាទប្រធានតុលាការដាក់នៅថ្ងៃ24កុម្ភៈនៅពេលហ្នឹងក៏សហការីរួមជាមួយមេធាវីខ្ញុំក៏បានយើងមានបានលុយបន្តិចបន្តួចគឺថាយកទៅបង់ខ្លះទៅនៅពេលហ្នឹងខាងភាគីខាងតុលាការក៏ដូចជាកលបញ្ជីថាកុំតាន់អត់តាន់ទទួលទេចាំដល់ថ្ងៃកំណត់បាទហើយនឹងរងចាំចម្លើយពីតុលាការអញ្ចឹងមកដល់ពេលនេះហើយមកសាមញ្ញថ្ងៃ11ហ្នឹងក៏មេធាវីលោកនឹងហើយសហការីរបស់ខ្ញុំក៏បានទៅយកថវិកាខ្លះទៅបង់បាទថាពីព្រោះយើងបានដាក់ពាក្យសុំដាក់បង់បណ្ដើប៉ុន្តែនៅពេលនោះខាងកលបញ្ជីបានជម្រាបត្រឡប់មកវិញថាมันអាចទទួលបានมันអាចទទួលយកបានទេការដែលបង់បណ្ដើបើបង់ទាំងអស់គ្រប់ចំនួន400លានរៀលនឹងទទួលទី2គាត់ជម្រាបថាចៅក្រមបាទចៅក្រមយីសុកវួចជាប់បេសកកម្មទៅប្រជុំនៅក្រៅប្រទេសអញ្ចឹងហើយបានជាមិនទាន់ឆ្លើយតប
ទៅនឹងលិខិតដែលមេធាវីរបស់ខ្ញុំបានដាក់ជូនចឹងសរុបមកវិញបើសិនជាតុលាការប្រកាន់ជំហរបើប្រកាន់ជំហរថាត្រូវតែគ្រប់ឬមួយថាឥឡូវគិតម្នាក់ត្រូវតែគ្រប់បើម្នាក់យើងថាប្រហែលជាង $30,000 បើយើងគិតជាដុល្លារជាង $30,000 ម្នាក់បើយើងចែកជា3ទោះបី30,000 ជាងក៏យើងអត់មានលទ្ធភាពបង់ដែរអត់មានលទ្ធភាពបង់ទេពីព្រោះក្នុងរយៈពេល1ខែលុយ 30,000 ជាងនេះក៏ច្រើនដែរសម្រាប់ខ្ញុំបាទសម្រាប់ខ្ញុំក៏ច្រើនដែរអញ្ចឹងយើងអត់មានលទ្ធភាពទេហើយបើសិនជាការស្នើសុំបង្ហាញការសហការហើយនៅតែថាបើតុលាការនៅថាដល់ទាមទារយកគ្រប់អានឹងអត់មានទេបាទអត់មានទេហើយធ្វើបែបហ្នឹងមានន័យថាគេថាអាល់កោខ្យងយកឈាមអាហ្នឹងគេថារុញដល់ជាងហើយខ្ញុំគិតថាការដែលធ្វើຕົកបុកម្នេញមកលើគណៈបកប្រឆាំងក៏ដូចជាថាមេសហជីពហើយខ្ញុំទូនាទីរាល់ថ្ងៃនេះជាទីប្រឹក្សាគណៈបកជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យចឹងបានខ្ញុំប្រើប្រាស់ទីស្នាក់ការសមាគមធ្វើសន្និសីទសារព័ត៌មាននេះកុំឲ្យបងប្អូនមានការភ័ន្តច្រឡំជាមួយសមាគមខ្ញុំនៅតែជាទីប្រឹក្សាសមាគមនៅតែជាទីថាអ្នកដល់យោបល់ដល់សមាគមដល់សហភាពសហជីពកម្ពុជាចឹងជុំវិញបញ្ហាទាំងអស់នេះខ្ញុំសូមជម្រាបតាក់ទងទៅនឹងបងប្អូនជនរួមជាតិដែលបានចូលរួមអ្នកដែលបានចូលរួមជួយបង់ថវិកាដល់គណៈបកតាមការអំពាវនាវបើសរុបទៅមាន2133នាក់អ្នកដែលចូលរួមប៉ុន្តែយើងមិនបានប្រមូលចំនួននេះគ្រប់ទេចំនួននេះនៅលើគេថាអ្នកដែលប្រើប្រព័ន្ធ QR code ទេបាទ QR code ទេអញ្ចឹងអ្នកខ្លះគាត់អាចមានតាមខេត្តខ្លះអ្នកក្រៅប្រទេសខ្លះគាត់រៃគ្នាមកក៏មិនបានដល់ចំនួនអ្នកចូលរួមដែរអញ្ចឹងការដែលចង់បញ្ជាក់ដែរថាការដែលប្រកបប្រការអំពាវនាវជាការវាស់ស្ទង់ថាតើបងប្អូនជនរួមជាតិបាទស្រឡាញ់យុត្តិធម៌ស្រឡាញ់ប្រជាធិបតេយ្យកម្រិតណាបើយើងមើលមកដល់ពេលនេះមានគាត់បង្ហាញភាពថាការស្រឡាញ់យុត្តិធម៌ច្រើននេះបើសិនជាគណៈបកបើកហឹបនៅទីនេះឬមួយនៅទីស្នាក់ការរាជធានីភ្នំពេញនៅទីស្នាក់ការតាមបណ្ដាខេត្តនឹងមានអ្នកមកចូលរួមតិចក្តីច្រើនក្តីនឹងមានបន្តពីព្រោះយើងដឹងហើយអ្នកដែលប្រើប្រព័ន្ធ QR code អ្នកនោះដែលជាមន្ត្រីរាជការដែលជាអង្គការសង្គមស៊ីវិលជាគ្រូបង្រៀនអ្នកដែលមានជីវភាពប្រកបមុខរបរលុយជីវភាពធូរធារបានប្រើប្រព័ន្ធ QR code តែចំពោះបងប្អូនជនរួមជាតិនៅតាមស្រុកជនបទគាត់ភាគច្រើនមិនប្រើប្រព័ន្ធ QR code ទេបាទនេះអ្នកដែលចូលរួម2133នាក់ប៉ុន្តែបើយើងទទួលប្រមូលចំនួនឲ្យបានគ្រប់គ្រាន់មិនប៉ុណ្្នឹងទេហើយជាច្រើនមែនទែនដែរចំពោះទឹកលុយមកដល់ថ្ងៃនេះសរុបទៅបាន$20,037.54គិតអានេះលុយជាដុល្លារបាទចំពោះលុយរៀលគឺ$7,443,510រៀលបាទ510រៀលបាទ
តនេះបាទ$210,037.54អានឹងជាដុល្លារលុយរៀល7,743,510 រៀលហើយជាបងប្អូនឆ្ងល់ថាចុះមិនមាន10រៀលខ្ញុំចង់ជម្រាបបើការចូលរួមចាប់ពី240រៀល240រៀលអញ្ចឹងវាបើឃើញ0.06ដុល្លារអញ្ចឹងយើងគុណគិតជារៀលទៅ240រៀលបើអញ្ចឹងចាប់ពី240រៀលឃើញម្នាក់ទៀត588រៀលអញ្ចឹងអ្នកខ្លះក៏ចូល4,000ហោហាតាមតិចតាមច្រើនសំណួរសួរថាតើលុយបើយើងគិត240រៀលតិចណាបងប្អូនតិចទិញតកូនមួយដុំអត់បានផងមិនចឹងទេប៉ុន្តែបើយើងគិតទឹកលុយតិចមែនបាទទឹកលុយតិចតែគាត់ចង់បង្ហាញទឹកចិត្តគាត់ធំបាទទឹកចិត្តគាត់ចង់បានយុត្តិធម៌នៅក្នុងសង្គមកម្ពុជាទី1បាទទី2គាត់ចង់បង្ហាញថារងឈុនស្អាតស្អំអត់មានកំហុសអីទេហើយនឹងចង់ផ្ដល់យុត្តិធម៌ឲ្យរងឈុនទោះបីតឡាការមិនបានផ្ដល់យុត្តិធម៌ឲ្យខ្ញុំមានន័យថាប្រជាពលរដ្ឋគាត់កំពុងតែចូលរួមដល់យុត្តិធម៌ឲ្យខ្ញុំបាទផ្ដល់យុត្តិធម៌ឲ្យខ្ញុំចឹងហើយតែងតែខ្ញុំបានលើកឡើងម្ដងហើយម្ដងទៀតថាតឡាការទាំងគ្រប់3ថ្នាក់មិនផ្ដល់យុត្តិធម៌ឲ្យខ្ញុំបានប៉ុន្តែមានតឡាការមួយថ្នាក់ទៀតនៅថ្នាក់ទី4គឺតឡាការប្រជាពលរដ្ឋបាទណាប្រជាពលរដ្ឋគាត់នឹងដល់យុត្តិធម៌ឲ្យខ្ញុំតាមសកម្មភាពការចូលរួមលុយតិចមែនប៉ុន្តែគាត់បង្ហាញទឹកចិត្តធំហើយគាត់នឹងផ្ដល់យុត្តិធម៌ឲ្យខ្ញុំនៅតាមរយៈស្លឹកឆ្នោតរបស់គាត់នៅ2027ចឹងហើយតែងតែខ្ញុំថានៅយើងមិនមែនមានតឡាការ3ថ្នាក់ទេមានតឡាការ4ថ្នាក់ថ្នាក់ទី4ហ្នឹងគឺប្រជាពលរដ្ឋនឹងឯងអ្នកផ្ដល់យុត្តិធម៌ឲ្យខ្ញុំបាទចឹងខ្ញុំគ្រាន់ចង់បញ្ជាក់ប៉ុណ្្នឹងហើយទុកពេលឲ្យលោកជាមនីគាត់ចូលរួមក្នុងសន្និសីទសារព័ត៌មាននេះបន្ទាប់មកនឹងបើកសំណួរដល់អ្នកសារព័ត៌មានទាំងអស់